សូមស្វាគមន៍បងប្អូនទាំងអស់គ្នាសម្រាប់វីដេអូឃ្លីបមួយនេះខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាពីរបៀបក្នុងការ sign in Apple ID ជាមួយលេខទូរស័ព្ទចំពោះ account ដែលខ្ញុំបានបង្កើតមុនទៅលើទូរស័ព្ទប្រភេទ Samsung គឺខ្ញុំបង្កើតទៅក្នុង Google Chrome អញ្ចឹងខ្ញុំយក account មួយហ្នឹងប្រាប់អ្នកទាំងអស់គ្នាពីវិធីក្នុងការ sign in ជាមួយនឹងលេខទូរស័ព្ទអញ្ចឹងចូលទៅក្នុងវីដេអូជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងមុនដំបូងយើងចូលទៅក្នុង setting របស់ទូរស័ព្ទ iPhone ហ្នឹងមកបន្ទាប់មកទៀតយើងមើលខាងលើដែលគេដាក់ថា Apple account អញ្ចឹងយើងចុចកន្លែង Apple account ហ្នឹងមកដល់កន្លែងនេះយើងត្រូវចុចលើពាក្យថា sign in manually ខាងក្រោមគេចុចកន្លែងហ្នឹងមកអញ្ចឹងមកដល់ផ្ទាំងនេះយើងមើលមាន email or phone number ជាទូទៅពីមុនយើង sign in តែជាមួយនឹង Gmail ទេដោយសារយើងបង្កើត Apple ID ជាមួយ Gmail អញ្ចឹងតែថ្ងៃនេះដោយសារយើងបានបង្កើត Apple ID ទាំង Gmail ទាំងលេខទូរស័ព្ទអញ្ចឹងទាំង email ក៏យើង sign in កើតលេខទូរស័ព្ទក៏យើង sign in កើតអញ្ចឹងយើងចូលទៅកន្លែងហ្នឹងហើយយើងវាយលេខទូរស័ព្ទអញ្ចឹងសម្រាប់លេខទូរស័ព្ទអញ្ចឹងវាយឲ្យដូចខ្ញុំមិនបានអញ្ចឹងសញ្ញាបូក855បន្ទាប់មកយើងដក clear មួយយើងវាយលេខទូរស័ព្ទបញ្ចូលអញ្ចឹងដូចថា012អញ្ចឹង0គេវាយពី12ទៅហ្មងអញ្ចឹងសម្រាប់លេខទូរស័ព្ទបន្ទាប់ពីយើងវាយហើយយើងចុចមកទៀតខាងក្រោមមាន continue អញ្ចឹងយើងចុចលេខ continue ហ្នឹងមកដល់កន្លែងនេះគេតម្រូវយើងដាក់ password ដូចខ្ញុំបានបញ្ជាក់ក្នុងវីដេអូមុនអញ្ចឹងសម្រាប់ password មិនប្រកាសថាដាច់ខាតត្រូវតែមុនគេអក្សរធំឯអត់អញ្ចឹងទេក្នុង password ហ្នឹងឲ្យតែមានអក្សរធំកន្លែងណាក៏បានដែរអញ្ចឹងសម្រាប់ password នៅក្នុង Apple account ហ្នឹងគឺខ្ញុំដាក់នៅខាងក្រោយអញ្ចឹង password ខ្ញុំគឺ loud គឺអក្សរ E ធំខាងក្រោយអញ្ចឹងខ្ញុំវាយមកតបមកដាក់អក្សរ E ធំណាបន្ទាប់មកនិមិត្តសញ្ញាឬក៏សញ្ញាពិសេសហ្នឹងខ្ញុំដាក់ 8 ធំឈូកបន្ទាប់មកដុល្លារហើយលេខខ្ញុំដាក់168បន្ទាប់មកយើងចុច continue ខាងក្រោមអញ្ចឹងមកដល់កន្លែងនេះគេនឹងផ្ញើលេខកូដហ្នឹងចូលក្នុងលេខទូរស័ព្ទមួយហ្នឹងដោយសារលេខទូរស័ព្ទហ្នឹងនៅក្នុងទូរស័ព្ទមួយហ្នឹងអញ្ចឹងវាអូតូវាស្គាល់វាចាប់មកដល់កន្លែងហ្នឹងអញ្ចឹងបន្ទាប់មកយើងចុច agree and continue ចុចកន្លែងហ្នឹងមកឃើញឈ្មោះ Apple ID ចូលឆ្នាំមិញឃើញទេបន្ទាប់មកយើងចុច agree ទៀតយក agree មួយទៀតយើងរងចាំបន្តិចទៅកន្លែងហ្នឹងវាអត់យូរប៉ុន្មានទេវាតាក់ទងនឹងអ៊ីនធឺណិតយើងដែរអញ្ចឹងណាបើអ៊ីនធឺណិតយើងលឿនក៏តាមលឿនអ៊ីនធឺណិតយើងមិនសូវលឿនក៏តាមនឹងអញ្ចឹងយើងចាំតិចទៅដូចខ្ញុំថាអញ្ចឹងឃើញទេបងប្អូនឃើញជាក់ស្ដែងគឺ Apple ID ក៏ Apple account ខ្ញុំគឺខ្ញុំ sign in ជាមួយលេខទូរស័ព្ទបើមិនជឿទេបងប្អូនទាំងអស់គ្នាយក Apple ID បងប្អូន sign ជាមួយលេខទូរស័ព្ទដែលបងប្អូនបានភ្ជាប់គឺ sign អត់កើតទេដោយសារបងប្អូនអត់ទាន់បានបំពេញគ្រប់លក្ខខណ្ឌគេអញ្ចឹងបើចង់ធ្វើឲ្យដូចវីដេអូខ្ញុំមើលវីដេអូខ្ញុំមុនរបៀបបង្កើត Apple ID ជាមួយនឹង Google Chrome ទៅលើទូរស័ព្ទ Samsung ណាធ្វើតាម iPhone ក៏បានដែរយើងចូលក្នុង Google Chrome មកកន្លែងយើងបើក website ឬក៏ Safari អីចឹងទៅណាអញ្ចឹងមកដល់កន្លែងនេះយើងត្រូវវាយ passcode ទូរស័ព្ទ lock screen របស់ iPhone ហ្នឹងបើទូរស័ព្ទអ្នកទាំងអស់គ្នាអត់មាន passcode អត់មានលេខកូដ lock screen ទេក៏វាទៅមុខអញ្ចឹងសម្រាប់ខ្ញុំមានខ្ញុំវាយចូលតោះមកដល់មើលចុះចូលអីយកទៅបងប្អូនអរគ្នាស្រេចចិត្តអញ្ចឹងសម្រាប់ Apple ID ហ្នឹងយើងបានបង្កើតជោគជ័យណាឃើញទេនេះGmail ដែលខ្ញុំជាប់ដែលខ្ញុំបង្កើតជាមួយនឹង Apple ID ដែលខ្ញុំបង្កើតលើទូរស័ព្ទប្រភេទ Samsung មុនហ្នឹងចូលឆ្នាំ 77@gmail.com ហើយលេខទូរស័ព្ទហ្នឹងអញ្ចឹងយើងអាច sign in ជាមួយនឹងលេខទូរស័ព្ទជាមួយនឹង Gmail ដូចខ្ញុំបញ្ជាក់អញ្ចឹង Gmail យូរទៅយើងអាចភ្លេចណាតែបើសិនជាលេខទូរស័ព្ទខ្លួនឯងហើយគឺមិនងាយភ្លេចយើងជួយចាក់តែអញ្ចឹងយើង sign in ជាមួយនឹងលេខទូរស័ព្ទហ្នឹងទៅវាអូខេអញ្ចឹងឃើញទេសម្រាប់ Apple ID ហ្នឹងឃើញទេយើងអាច sign in មួយលេខទូរស័ព្ទអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹង
លេខទូរស័ព្ទទាំងខ្លួនឯងវាមិនដែល click ដល់លេខទូរស័ព្ទខ្លួនឯងអញ្ចឹងយើងចាំតែ password នៃលេខទូរស័ព្ទគឺយើង sign in បានអញ្ចឹងយើងគួរតែបញ្ឈប់ប្រើ Apple ID បន្តគ្នាទៅវាគ្រោះថ្នាក់អញ្ចឹងចំគេអ្នកចេះគេយករបស់យើងប្រើទៅគេដូរលេខទូរស័ព្ទគេដូរ Gmail អីគេអាចចុចឲ្យរបស់យើងជាប់ iCloud ថាបានអញ្ចឹងយើងគួរតែមើលវីដេអូខ្ញុំហើយយើងគួរបង្កើតម្នាក់មួយទុកប្រើទៅវាសុវត្ថិភាពអញ្ចឹងសម្រាប់វីដេអូនេះមានកំណឹងគឺ Apple ID គឺយើងបង្កើតបានអញ្ចឹងឥឡូវបើមិនជឿទេយើងយក App Store យើង download អីមួយមកឧទាហរណ៍ខ្ញុំត្រូវការ download អីមួយចុះខ្ញុំ download នេះចុះ Talking Tom នឹងមួយចុះចុច get មកហើយ install ហើយដាក់ password មកតបមក sign in តាដំណាក់កាលដល់ចូលអញ្ចឹងបានតែយើង download បានអញ្ចឹង Apple ID យកចការបានគឺយើងបង្កើតដោយជោគជ័យយើង sign in ដោយជោគជ័យយើង sign in ជាមួយនឹងលេខទូរស័ព្ទផងជាមួយនឹង Gmail ផងលេខទូរស័ព្ទក៏បានជាមួយនឹង Gmail ក៏បានគឺយើង sign បានទាំងអស់អញ្ចឹងសម្រាប់វីដេអូនេះមានប៉ុណ្ណឹងសូមអ្នកទាំងអស់គ្នាអាចជួយ like page ជួយ follow ជួយ subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូរបស់ខ្ញុំអរគុណ